Nè na thóp. Ní mình men chỉ ca nì dây đẹp đá tế. Dớn rồi nhập từ bọ xài từ. កុំឆ្លុះជាមួយពួកគេ Chi tớ có khóa hai nơi mình chlu tiết. អ្នកលាងចង្ក្រាននឹងជួសជុលបំពង់ទឹកបាយសម្រាប់មនុស្សញ៉ាំមិនមែនសម្រាប់មនុស្សឆ្លុះគ្នាទេអ្នកថែទាំមនុស្សចាស់ណានយានខលមកឬទុកទាំងអស់នេះទុកជារៀងរាល់ថ្ងៃកំណត់ត្រាដឹកជញ្ជូនអាហារនៅណាការចុះហត្ថលេខាទទួលគឺនៅទីនេះរូបថតក្នុងក្រុមនោះជារូបចាស់ឬថតការទៅបជួលហេតុអ្វីមិនបង្ហោះចេញលឿនជាងនេះមិនទាន់ដល់ពេលបាយទេអ្នកពិតជាល្អណាស់ Lõ chiên phô chìa than tôi chỉ tràn tiệt. ខ្ញុំបានពិនិត្យផ្ទះបាយហើយអាហារនិងការដឹកជញ្ជូននៅធម្មតាអ្នកណាមិនទុកចិត្តអាចមកពិនិត្យដោយខ្លួនឯងថ្ងៃនេះអាហារមនុស្សចាស់ត្រូវបានផ្គត់ផ្គង់ធម្មតាហេតុអ្វីពួកគេនៅតែនិយាយការពីគេស្ងៀមទៅ Rồi thiên mênh bay xăm rùm tế. Xăm rùm. Aiធ្វើបានទេ អាចធ្វើបានប៉ុន្តែមុខម្ហូបត្រូវកំងមុនមួយថ្ងៃ បាន ប្រសិនបើមានការបន្ថែមភ្លាមសូមតាក់ទងខ្ញុំឲ្យបានមុនម៉ោង 9 ព្រឹក បាន ប្រអប់បាយមិនអាចប្រមូលមកវិញបានទេថ្លៃវាខ្ចប់គិតធម្មតា គិតធម្មតាមនុស្សចាស់ផ្ដាំថាសំមន់ឆ្ងាញ់ណាស់ស្អែកចង់ញ៉ាំទៀតធ្វើអីហ្នឹង ជញ្ជាំងនេះនៅទំនេរមើលមិនសមទេ អ្នកចង់សរសេរមុខម្ហូបមែនទេ ពីមុននៅផ្លូវយ៉ងហ្គែនគ្រប់គ្នាហៅខ្ញុំថាបាយប្រអប់លោកស៊ូឃីវចាស់តែឥឡូវខ្ញុំលែងនៅផ្លូវនោះហើយក៏លែងលក់ឲ្យតែអ្នកស្គាល់គ្នាដែរបាយដែលដឹកចេញទៅត្រូវតែឲ្យគេដឹងថាមកពីណាបើមានបញ្ហាក៏អាចរកទីតាំងឃើញដែរ ឈ្មោះនេះពិតជាលយណាស់ ឈ្មោះល្បីបាយក៏មិនប្រកាសថាឆ្ងាញ់ដែរ ចឹងហេតុអ្វីអ្នកនៅតែព្យួរ គេញ៉ាំបាយមួយម៉ាត់ក៏ត្រូវដឹងថាបាយនេះអ្នកណាធ្វើដែរកុំនិយាយផ្ដេសផ្ដាសព្រឹកមិញអ្នកណាដឹងថាពួកឯងញ៉ាំអីចង់បោកប្រាស់មែនទេថ្ងៃនេះខ្ញុំញ៉ាំតែបាយរបស់អ្នកទេ ម្ហូបខូចហើយមែនទេ កុំមកបន្ថែមភាពរញ៉េញ៉ៃខ្ញុំប្រាប់អ្នកប៉ុន្មានដងហើយថាកុំទុកម្ហូបសោយយូរពេកខ្ញុំកម្ដៅវាឆ្អិនល្អហើយកម្ដៅឆ្អិនល្អក៏មិនមានប្រយោជន៍អីដែរបងប្អូនហើយអាចនឹងមកពីអាកាសធាតុក្ដៅទើបប៉ះពាល់តិចតួចអីចឹងទៅ Clinic Center ខ្ញុំចេញលុយឲ្យខ្ញុំមិនត្រូវការលុយរបស់អ្នកទេខ្ញុំត្រូវការអ្នកបកស្រាយឲ្យខ្ញុំកុំថតអីពួកគាត់ជាអ្នកចិត្តខាងទាំងអស់កុំបំពងរឿងឲ្យធំឥឡូវទើបដឹងថាជាអ្នកចិត្តខាងកាលពីមុនជាមីងឈន់ថាមានចិត្តខ្មៅពួកអ្នកមិនបានគូសម្បត្តិនេះទេមិនមែនរឿងរបស់អ្នកទេអ្នកណាធ្វើអាក្រក់គឺមានរឿងហើយ តាមពិតថោកគឺកាត់បន្ថយរបស់ដែលមើលមិនឃើញចោល ឯងមកក៏បញ្ហាអីមែនទេមានគេមកត្រួតពិនិត្យហើយឲ្យគេចូលមក គេមកពិនិត្យមែនទេ ពិនិត្យក៏ពិនិត្យទៅអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថាចង់មើលបរិស្ថានផ្ទះបាយនិងកំណត់ត្រាដឹកជញ្ជូនអាហារស្រោមជើងនៅមាត់ទ្វារផ្ទះបាយក្រោយអាចមើលបានទូទឹកក៏អាចបើកបានឯកសារនៅក្បែរជញ្ជាំងសំណាក់ទាំងនេះអ្នកណាជាអ្នកស្នើសុំមណ្ឌលថែទាំបានសួរខ្ញុំក៏រក្សាទុកទៅរាល់ថ្ងៃបាយអាចដឹកទាន់ពេលទេទាន់ពេលអ្នកធ្វើបាយសិនយើងបន្តមើលបរិស្ថានស្អាតជាងអ្វីដែលបានរៀបរាប់នៅក្នុងពាក្យបណ្ដឹង ធ្វើឲ្យខ្ញុំភ័យស្លាប់ហើយ ម៉ោងបាយមិនទាន់ដល់ទេតែត្រូវរៀបបាយសិនអ្នកណាជាអ្នកគ្រប់គ្រងខ្ញុំគ្រាន់តែលក់បាយបន្តិចបន្តួចឯណាឯកសារសមិទ្ធនៅលក់ដូរតិចតួចទេជួយសម្រួលដល់អ្នកជិតខាងបន្តិចទៅវាមិនស្មុគស្មាញដល់ថ្នាក់ហ្នឹងទេរបស់ទាំងនេះនៅលក់ទៀតទេអត់លក់ទេត្រៀមបោះចោលហឹម កែប្រែឲ្យបានល្អនិងបំពេញនីតិវិធីឲ្យបានពេញលេញសិនចាំនិយាយអ្នកខ្លះនៅសួរថាអាចផ្ញើម្ហូបពី3ឈុតទៅបានទេ អ្នកណាគេ អត់បានប្រាប់ទេគ្រាន់តែថាអ្នកចិត្តខាង ប្រាប់គេឲ្យប្រាប់ឈ្មោះអាសយដ្ឋានចំនួនប៉ុន្មានឈុតតាមបញ្ជីលោកគ្រូស៊ូអាហារពេលយប់អាចបន្ថែមដល់60ឈុតបានទេយប់នេះចាក់បេតុងមុនការកំណត់មនុស្សច្រើនឥឡូវនេះបញ្ជូនទៅមុនម៉ោង 11 កន្លះចាប់ពីស្អែកនឹងកំណត់60ឈុតឬក៏យប់នេះជាបណ្ដោះអាសន្នយប់នេះជាបណ្ដោះអាសន្នក្រោយមកប្រហែលពី40ទៅ50យប់នេះច្រើនបំផុត45ឈុតខ្វះ15ឈុតពិបាកចែកធ្វើមិនទាន់ទេឯងមិនទាន់មានម្ហូបទៀតទេ
ម្ហូបមានតែបាយចំហុយមិនទាន់ឆ្អិនល្អទេបើផ្ញើបាយឆៅទៅក្រុមការងារពេលយប់ញ៉ាំទៅមិនស្រួលទេបានអញ្ចឹង45ឈុតចំណែកដែលនៅសល់ខ្ញុំឲ្យពួកគេរ៉ាប់រងខ្លួនឯង ខ្ញុំគិតថាឯងនឹងទទួលយក បើធ្វើមិនបានល្អទេខ្ញុំសុខចិត្តមិនទទួលយកទេឯងទៅដាំសម្លទៅមានលុយមិនរកទេជីថៅកែអីថៅកែដែលអាចឲ្យអ្នកញ៉ាំបាយក្តៅគេមិនឲ្យតាំងតូបទៀតទេចុះត្រូវប្រកួតដោយរបៀបណាបើគេអាចដឹកជញ្ជូនបានយើងក៏អាចដឹកជញ្ជូនបានដែរយកអីដឹករករបស់ថោក7យ៉ន8យ៉នក៏ខាត់ដែរឯងដឹងអីដំបងត្រូវដណ្ដើមអតិថិជនមកវិញយកបន្លែពីតាលីវរបស់ចិត្តផុតកំណត់ថោកជាងពាក់កណ្ដាលដាក់បាយច្រើនបន្តិចដាក់បន្លែតិចបន្តិចអ្នកណាដឹងទៅបើញ៉ាំទៅមានបញ្ហាទៀតធ្វើម៉េចមកឆ្កែលើកមុនដោយសារតែឯងធ្វើមិនស្អាតលើកនេះខ្ញុំនឹងប្រយ័ត្ន7យ៉នថោកជាងលោកស៊ូ5យ៉នបរិមាណច្រើនអាចដឹកជញ្ជូនបានទៀតលោកប្រធានទូមិនសាកម្ហូបមួយពេលកន្លែងការដ្ឋានមានមនុស្សច្រើនណាស់មួយឈុតសន្សំបាន2 3យ៉នមួយថ្ងៃមិនតិចលុយទេមីងឈួនពិតជាយកចិត្តទុកដាក់លើការងារមែនតែថវិការបស់ការដ្ឋានពិតជាតឹងណាស់ឆឹងណានលេខ2បានថ្ងៃត្រង់ស្អែក100ឈុត7យ៉នញ៉ាំឲ្យឆ្អែតហាឃើញទេមនុស្សនៅតែចង់បានរបស់ថោកហេតុអីអត់មានប្រអប់រក្សាកម្ដៅក្តៅដូចគ្នាចំនួនច្រើនអីវ៉ាន់ពិតប្រាកដហីហាបាយនេះហេតុអីបានជីឆើម្លេះម្ហូបក៏ត្រជាក់ដែរអីនេះជាអីអាកាសធាតុត្រជាក់ផ្លូវវាត្រជាក់គ្រាន់តែច្របល់ទៅបានហើយឥឡូវនេះខែមិថុនាអញមកប្រាប់ខ្ញុំថាអាកាសធាតុត្រជាក់ត្រូវហើយលោកនាយកទូអង្គរ7យន្តនេះមិនអាចប្រៀបធៀបជាមួយ12យន្តបានទេមិនអាចប្រៀបធៀបបានទេតើឯងទទួលអាហារការដ្ឋានអីពួកលោកចង់បានថោកខ្ញុំបានដឹកថោកចង់បញ្ឆោតមនុស្សមែនរសៀលនេះនៅត្រូវឡើងដៃទៀតតើឲ្យបងប្អូនស៊ីប៉ុណ្ណឹងយ៉ាងម៉េចហើយការដ្ឋាននោះនៅពេញចិត្តទេមានរឿងហើយលោកនាយកទូខ្ញុំលោកខ្លួនចង់បានថោកឯងមិនមែនលោកខ្លួនចង់បានថោកទេឯងភ្លេចថាបាយគឺសម្រាប់មនុស្សស៊ីលោកនាយកទូថ្ងៃស្អែកត្រឡប់ទៅចំនួនដើមវិញប៉ុន្មានថ្ងៃត្រង់100យប់45ពីមុនមិនមែន80ទេអើយថ្ងៃនេះសាករបស់គេហើយញ៉ាំមិនកើតទេផ្ញើលេខមកខ្ញុំមុនថ្ងៃស្អែកអាចធ្វើបានថ្ងៃនេះធ្វើបន្ថែមមិនបានទេខ្ញុំមិនបានឲ្យឯងធ្វើបន្ថែមថ្ងៃនេះទេថ្ងៃនេះធ្វើបន្ថែមភ្លាមមិនល្អទេបានខាល់ដល់ថ្ងៃស្អែកលោកនាយកទូគាត់និយាយម៉េចថ្ងៃស្អែកដឹកចុះថ្ងៃនេះមីកំប៉ុងកុំកម្រើកលោកនាយកទូថ្ងៃនេះពិតជាមានការយល់ច្រឡំបន្តិចបន្តួចថ្ងៃស្អែកខ្ញុំបដូររបស់ល្អឲ្យលោកឯងមើលខ្លួនឯងទៅកម្មករស៊ីបានប៉ុន្មានម៉ាត់ចុះស៊ូមីងឆាន់លក់12យន្តពួកលោកក៏មិនចូលចិត្តដែរឬទោះថ្លៃប៉ុន្តែអាហារដែលគេធ្វើគឺពិតជាអាហារឯងមិនបានគេងមួយយប់មែនទេគេងបាន2ម៉ោងនេះទើបជាបាយកាលពីម្សិលមិញអានោះឲ្យឆ្កែស៊ីក៏វារងួនក្បាលដែរទៅនេះអាហារការដ្ឋាននៅតែឯងដឹករឿងកាលពីម្សិលមិញខ្ញុំសុំទោសលើកក្រោយបដូរបាយប្រាប់មុនឯងមិនខឹងទេពួកលោកចាយលុយចង់ប្រៀបធៀបតម្លៃជារឿងធម្មតាទេលោកស៊ូអញពិតជាគូមើលមែនវាហួសហេតុពេកហើយខ្ញុំមើលប្រអប់បាយគឺគ្រប់គ្រាន់ហើយឈប់ទៅល្អជាងលុយខាត់អស់ហើយឯងថាឈប់អីចឹងយឺតលឿនក៏វានឹងច្របូកច្របល់ដែរញែកម៉េចបាយកម្មករមួយបញ្ជីបាយមនុស្សចាស់មួយបញ្ជីបាយវេនយប់មួយបញ្ជីម្ហូបដូចគ្នាទេអត់ដូចគ្នាទេឯងចេះគិតដល់លម្អិតណាស់អ្នកញ៉ាំអត់ដូចគ្នាទេញែកលម្អិតដល់ថ្នាក់ហ្នឹងដើម្បីកុំឲ្យច្រឡំបាយកម្មករអាចថែមម្ហូបហិរបានទេអ្នកខ្លះថាវាស្លេកអាចថែមដោយឡែកបានអត់អាចលីជាមួយគ្រប់មុខបានទេនេះរំខានពេកហើយតែមានអ្នកខ្លះញ៉ាំហិរអត់កើតទេខ្ញុំខ្លាចបាយមនុស្សចាស់លាយជាមួយម្ហូបក្នុងឆ្នាំងធំឆ្នាំងអាចដូចគ្នាបានតែស្តង់ដារមិនអាចដូចគ្នាបានទេលោកគ្រូស៊ូកាលពីមុននៅមាត់ច្រកសៅមិនបានសរសេរវាពីមុនពឹងលើការចងចាំឥឡូវនេះមិនអាចពឹងលើខ្ញុំចាំតែម្នាក់ឯងទេ
មីងសៅនៅច្រកយងអានមីងជូនឲ្យថ្ងៃនេះទុកបាយ3ចំណែកឲ្យខ្ញុំផង អាស្រ័យឋាន មានអាស្រ័យឋានអីទៀតគឺកន្លែងចាស់មកច្រកនឹងហើយ ញ៉ាំម៉ោងប៉ុន្មាន ថ្ងៃត្រង់នឹងអីឯងយកមកតាមផ្លូវតែម្ដងទៅ ថ្ងៃនេះកក់ពេញហើយក ក់ពេញថៃឯងមិនមែនជាអ្នកធ្វើម្ហូបទេថែម3ចំណែកក៏ធ្វើឲ្យឯងពិបាកដែរ កក់មុនម៉ោង9ព្រឹកថ្ងៃនេះផុតម៉ោងហើយ យើងជាអ្នកជិតខាងប៉ុន្មានឆ្នាំហើយឯងមកគិតរឿងហ្នឹងជាមួយខ្ញុំ ធ្វើម្ហូបតាមបញ្ជីមិនអាចលួចជូរបានទេ ឯងឥឡូវនេះក៏ជាខុសគ្នាហើយមិនទាន់មានកេរ្តិ៍ឈ្មោះធំដុំផងតែបានធ្វើរកពីរួចទៅហើយយាយជើក៏ចង់ញ៉ាំបាយទុនដែរឯងមិនអាចឆ្លៀតធ្វើមួយចំណែកទៀតបានទេ មីងជើចង់ញ៉ាំប្រាប់លោកគឺឲ្យទូរស័ព្ទមកមុនម៉ោង9អាសៀឋានត្រូវចាំថាកក់ប៉ុន្មានចំណែកនិយាយឲ្យច្បាស់ ឯងរឹងរូសណាស់ បាយមិនមែនរៀបតាមកម្លាំងសម្លេងទេ ពិតជាមិនឲ្យមែន ថ្ងៃនេះអត់មានលើទេលោកយាយសឹងថ្ងៃស្អែកយកទៅតាមបញ្ជីចង់ចំណេញទៀតហើយ ខ្ញុំចំណាយលុយទិញ អញ្ចឹងក៏ទិញតាមច្បាប់គេទៅ មិនអាចចាំបែបនេះទៀតទេ មានវិធីណាអាចឲ្យអតិថិជនបំពេញព័ត៌មានអាសយដ្ឋានខ្លួនឯងទេអញចង់បានកម្មវិធីតូចមួយមែនទេថ្លៃទេមិនធ្វើអ្វីស្មុគស្មាញទេធ្វើតារាងមួយសិន scan QR code បំពេញរួចអញអាចមើលឃើញនៅខាងនេះអាចមើលឃើញច្បាស់គឺបានហើយប្រើបណ្ដោះអាសន្នសិនពេលក្រោយមានចំនួនច្រើនចាំធ្វើផ្លូវការអាចព្រិនមួយសន្លឹកបានទេបាន ហាហាលក់បាយប្រអប់ហើយនៅ scan code កុំហ្មងទៀត លោកស៊ូចាស់បាយឯងលម្អដោយមាសហើយនេះច្បាស់ជាងនិយាយតាមទូរស័ព្ទទៅទៀត ចាប់ពីពេលនេះទៅចាំបែបនេះទាំងអស់នេះបានប៉ុន្មានចំណែកហើយ ថ្ងៃត្រង់186 យើងទាំងពីរធ្វើមែនទេ អាចធ្វើបាន អញ្ចឹងយកទៅដោយរបៀបណាលោកគ្រូស៊ូបាយដល់ណាហើយនៅតាមផ្លូវយឺត15នាទីថ្ងៃនេះមានការកក់ច្រើនកម្មករដល់ម៉ោងញ៉ាំបាយហើយអត់បានញ៉ាំបើដូច្នេះការងារពេលរសៀលនឹងយឺតយ៉ាវចាប់ពីពេលនេះទៅនឹងមិនបែបនេះទៀតទេកាលពីមុនឯងនិយាយថាបើធ្វើមិនបានក៏មិនទទួលដែរលោកគ្រូស៊ីឆ្នាំងអាចទិញថ្មីបានហើយចុងភៅក៏អាចរកបានដែរតែបើសិនលោកគ្រូដឹកបាយម្នាក់ឯងគឺអត់បានទេតម្លៃថោកសម្រាប់លោកអាចបើកបរបានហើយប្រព័ន្ធត្រជាក់ក៏អាចប្រើបានដែរលោកទិញឡានឬក៏មកពីនិតសាកសពឡានដឹកបាយមិនអាចមានក្លិនទេឡានជោជុះលោកនៅតែចង់បានក្លិនឡានថ្មីទៀតហេតម្លៃនៅអាចចរចាបានតើយើងនៅសល់លុយប៉ុន្មានទៀតបើទិញឡាននេះទៅគឺមិនសល់លុយប៉ុន្មានទេពិតមែន បើដឹកមិនទាន់ទេបាយនឹងត្រជាក់អស់ហើយលោកហ៊ឺអ្នកមានហើយទិញឡានបានទៀតលក់បាយប្រអប់បានលុយច្រើនម្ល៉េះដឹងចឹងខ្ញុំក៏លក់ដែរឃើញទេកាលពីមុនគាត់ថាលក់ចំណេញ2យន្តទៅរួចថ្លៃដើមឥឡូវទិញឡានបានទៀតហើយ ចិត្តឯងអាក្រក់ពេកហើយ បាយមួយប្រអប់ឡើងថ្លៃ2យន្តលោកម្ចាស់ហាងស៊ីខ្ញុំនាមត្រកូលជីវភោជនីយដ្ឋានសឹងហឺកុំមងបាយមិនមែនគ្រាន់តែកុំមងបាយនោះទេក្រុមហ៊ុនរបស់យើងខ្ញុំមានសេវាចែកចាយអាហារជាក្រុមមានគុណភាពមានវេទិកាមានធនធានសហគមន៍ជាង10ហើយផ្ទះបាយតូចមួយនេះក៏មានកេរ្តិ៍ឈ្មោះល្អដែរថៅកែរបស់យើងខ្ញុំចង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសហការគ្នាយ៉ាងម៉េចងាយពួកយើងនឹងចេញលុយពង្រីកផ្ទះបាយជួយអ្នកទទួលការកំងពីសហគមន៍និងសាលារៀនផ្ទះបាយណានហ្វុងនឹងចូលរួមជាមួយសឹងហឺអ្នកទទួលខុសត្រូវលើផ្ទះបាយខាងក្រោយយើងខ្ញុំទទួលខុសត្រូវលើផ្នែកផ្សេងទៀតនិយាយឲ្យចំទៅគឺពួកយើងកាន់កាប់ភាគហ៊ុនអ្នកនឹងបានប្រាក់ខែនិងភាគលាភរឿងបាយតើអ្នកណាជាអ្នកសម្រេចការទិញបន្លែនិងការកំណត់តម្លៃមុខម្ហូបទាំងអស់ត្រូវតែមានស្តង់ដារបន្លែមកពីណាក្រុមហ៊ុនមានខ្សែសង្វាក់ផ្គត់ផ្គង់ដែលថោកជាងអ្នកថោកប៉ុន្មាននេះត្រូវមើលតាមបរិមាណលោកម្ចាស់ហាងស៊ីចំនួនប៉ុណ្ណឹងរបស់អ្នកឥឡូវនេះទោះខំធ្វើស្លាប់រស់ក៏បានត្រឹមតូចតាចដែរមកជាមួយពួកយើងទៅ3ខែគ្រប់ដណ្ដប់ពាក់កណ្ដាលតំបន់អ្នកមិនគិតទេបាយរបស់ខ្ញុំមិនអាចឲ្យអ្នកដទៃសម្រេចបានទេបានលោកម្ចាស់ហាងស៊ីមានកំហឹងផ្ទះបាយតូចមិនខ្លាចគ្មានកំហឹងទេគឺខ្លាចគ្មានការកំង សឹងហឺធំណាស់មែនទេ ធំមិនតាក់ទងនឹងបាយមួយឆ្នាំងនេះទេ